ធ្លាប់បានរស់នៅកម្ពុជាជាង10ឆ្នាំអ្នកនិពន្ធនិងផលិតករហ៊ុនឡង់ចេញមកនិយាយថាចំនួនរវាងកម្ពុជានិងថៃមិនមែនចំនួនដណ្ដើមដីធម្មតាទេតែថៃកំពុងបើកប្រតិបត្តិការវាយប្រហារលើទឹកដីកម្ពុជាទាំងគោកសមុទ្រនិងអាកាសដោយយោងតាមការលើកឡើងពីលោក Ramon Stoltenberg ដែលជាអ្នកដើរផ្សងព្រេងមួយរូបដ៏ល្បីលើពិភពលោកបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនបកស្រាយពីបញ្ហាឲ្យពិភពលោកបានយល់ពីការពិតតើមានអ្វីកើតឡើងឲ្យពិតប្រាកដរវាងកម្ពុជានិងថៃកាលពីថ្ងៃទី16ខែធ្នូឆ្នាំ2025បុរសហ៊ុនឡង់វ័យ48ឆ្នាំបានលើកឡើងថាធម្មតាខ្ញុំតែងតែព្យាយាមមិនជ្រៀតជ្រែកក្នុងនយោបាយអន្តរជាតិឡើយមិនមែនដោយសារខ្ញុំមិនខ្វល់ទេប៉ុន្តែដោយសារវាមានជ្រុងច្រានដែលមនុស្សម្នាក់មិនអាចយល់បានអស់ឡើយយ៉ាងណាក៏ដោយខ្ញុំមានអារម្មណ៍ថាត្រូវតែនិយាយចេញពេលនេះមិនមែនដើម្បីអត្ថាធិប្បាយមិនមែនដើម្បីអះអាងពីការពិតទាំងស្រុងនោះទេប៉ុន្តែដើម្បីចាប់ផ្ដើមការសន្ទនានិងចែករំលែកនៅអ្វីដែលខ្ញុំបានឃើញវាកើតឡើងរវាងប្រទេសថៃនិងកម្ពុជាប្រទេសទាំងពីរមានប្រវត្តិយូរអង្វែងអំពីជម្លោះព្រំដែនដែលផែនទីមានឫសគល់ក្នុងសម័យអាណានិគមបារាំងរឿងនោះមិនមែនជារឿងថ្មីទេអ្វីដែលថ្មីគឺទំហំនិងលក្ខណៈនៃការកើនឡើងនៃជម្លោះនាពេលបច្ចុប្បន្ននេះដែលលែងជាជម្លោះដណ្ដើមដីរាប់ម៉ាច់ទៀតហើយប្រទេសកម្ពុជាត្រូវបានហុំព័ទ្ធនិងវាយប្រហារតាមផ្លូវអាកាសផ្លូវគោកនិងផ្លូវសមុទ្រកងកម្លាំងថៃកំពុងប្រតិបត្តិការក្នុងទឹកដីកម្ពុជាកងកម្លាំងកម្ពុជាមិនបានស្ថិតនៅក្នុងប្រទេសថៃទេភាពខុសគ្នានៃកម្លាំងគឺច្បាស់ណាស់ថាវិការយោធារបស់ប្រទេសថៃគឺធំជាងកម្ពុជាប្រហែល4ដងកងកម្លាំងប្រដាប់អាវុធរបស់ពួកគេមានទំហំធំជាងគួរឲ្យកត់សម្គាល់ហើយពួកគេមានឧត្តមភាពផ្លូវអាកាសនិងផ្លូវសមុទ្រពេញលេញក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះកម្លាំងនេះត្រូវបានប្រើប្រាស់ដោយរំលោភបំពានការបាញ់ប្លង់លើទីក្រុងតាមឆ្នេរសមុទ្រដោយកងទ័ពជើងទឹកយន្តហោះ F-16 វាយប្រហារទីតាំងយោធានិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជាគ្មានយន្តហោះចម្បាំងនិងគ្មានការការពារប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាសឡើយគឺជាកងទ័ពធំមួយដែលបំពាក់អាវុធយ៉ាងល្អកំពុងប្រឈមមុខនឹងកងទ័ពតូចមួយជាងហើយទិសដៅនៃការឈ្លានពានគឺជារឿងសំខាន់ប្រព័ន្ធផ្សព្វផ្សាយធំៗក្នុងតំបន់ជាច្រើនមិនបានឆ្លុះបញ្ចាំងរឿងនេះឲ្យបានច្បាស់ទេប្រទេសថៃមានទ្រព្យសម្បត្តិស្រុកស្ដំជាងធ្វើជាម្ចាស់ផ្ទះប្រព័ន្ធផ្សព្វផ្សាយធំៗជាច្រើនហើយមានឥទ្ធិពលខ្លាំងជាងទៅលើរបៀបដែលបង្ហាញចំនួននេះនៅក្នុងសង្គ្រាមសប្តាហ៍ថ្ងៃសមរភូមិប្រព័ន្ធផ្សព្វផ្សាយជារឿយៗដើរតាមលុយនោះគួរតែធ្វើឲ្យយើងទាំងអស់គ្នាព្រួយបារម្ភទោះជាយ៉ាងណាអ្វីដែលធ្វើឲ្យខ្ញុំព្រួយបារម្ភបំផុតនោះវាមានជម្រើសជាងយុទ្ធសាស្ត្រឬភូមិសាស្ត្រនយោបាយទៅទៀតប្រទេសកម្ពុជាគឺជាប្រទេសដែលរងរបួសយ៉ាងជ្រាលជ្រៅស្លាកស្នាមរបស់ខ្មែរក្រហមនឹងចំនួនរាប់ទសវត្សរ៍មិនទាន់រលុបបាត់នៅឡើយទេស្លាកស្នាមនេះនៅដណ្ដើមក្នុងក្រុមគ្រួសារភូមិនិងការចងចាំជារួមនៅពេលដែលមនុស្សរាប់រយពាន់នាក់ត្រូវបានភៀសខ្លួនម្ដងទៀតរបួសចាស់នោះកំពុងត្រូវបានបើកឡើងវិញកម្ពុជាបានដឹងពីតម្លៃនៃសង្គ្រាមតាមរបៀបមួយដែលមានតែប្រទេសមួយចំនួនតូចទេដឹងខ្ញុំមិនអាចមើលការឈឺចាប់របស់ជនស៊ីវិលកម្ពុជាដោយស្ងៀមស្ងាត់បានទេហើយដោយសារតែខ្ញុំក៏ខ្វល់ខ្វាយអំពីពលរដ្ឋថៃធម្មតាផងដែរក្នុងចំណោមពួកគេជាច្រើនត្រូវបានអូសចូលទៅក្នុងសង្គ្រាមដែលពួកគេមិនបានជ្រើសរើសខ្ញុំស្រឡាញ់ប្រទេសទាំងពីរខ្ញុំបានចំណាយពេលនៅក្នុងប្រទេសទាំងពីរនេះមិនមែនជាការជ្រើសរើសខាងណានោះទេនេះជាការដែលទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវកម្ពុជាបានស្វាគមន៍ការសម្របសម្រួលអន្តរជាតិប៉ុន្តែប្រទេសថៃបានបដិសេធមេដឹកនាំខាងក្រៅមិនអាចបញ្ចប់សង្គ្រាមនេះដោយខ្លួនឯងបានទេប៉ុន្តែសម្ពាធសាធារណៈគឺជារឿងសំខាន់ការពិតមានសារៈសំខាន់ប្រសិនបើចំនួននេះត្រូវបានលាក់បាំងឬបង្ហាញខុសនោះវានឹងអូសបន្លាយពេលយូរប្រសិនបើគេគ្រប់គ្នាដឹងរឿងច្បាស់នោះសម្ពាធនឹងកើនឡើងរដ្ឋាភិបាលត្រូវតែបង្ខំឆ្លើយតបទៅនឹងរឿងនោះចំពោះមិត្តថៃរបស់ខ្ញុំជាពិសេសការបោះឆ្នោតជិតមកដល់ហើយសូមបោះឆ្នោតឲ្យមេដឹកនាំណាដែលស្វែងរកសន្តិភាពមិនមែនការបង្កើនចំនួននោះទេសង្គ្រាមផ្ដល់ប្រយោជន៍ដល់មនុស្សតិចតួចណាស់ហើយមិនដែលផ្ដល់ប្រយោជន៍ដល់ប្រជាជនដែលបង្ថ្លៃការខាត់បងខ្ពស់បំផុតនោះទេគ្មាននរណាម្នាក់ឈ្នះសង្គ្រាមឡើយវាបន្សល់ទុកតែការបាត់បង់ការសោកសៅនិងការបំផ្លិចបំផ្លាញដែលស្ថិតស្ថេររាប់ចំនួនសូមកុំនៅស្ងៀមយ៉ាងហោចណាស់សូមនិយាយពីអ្វីដែលកំពុងកើតឡើងការភ្ញាក់រលឹកមិនមែនអាចដោះស្រាយអ្វីបានទាំងអស់នោះទេប៉ុន្តែវាជាការចាប់ផ្ដើមដែរសូមជម្រាបជូនថាលោក Ramon Stoltenberg មិនត្រឹមតែជាអ្នកផ្សងព្រេងធម្មតាប៉ុណ្ណោះទេតែលោកក៏ជាសហគ្រិនអ្នកនិពន្ធនិងជាផលិតករមួយរូបផងដែរក្រោយបានមករស់នៅកម្ពុជារយៈពេល10ឆ្នាំបច្ចុប្បន្នលោកកំពុងរស់នៅប្រទេសប៉ូទុយហ្គាល់